OCCOP លោកយ៉ាងជៀនសមាជិក Prince Group មានទ្រព្យសម្បត្តិរាប់លានដុល្លារនៅអង់គ្លេសនៅថ្ងៃទី5ខែមិនិនាឆ្នាំ2026គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្មនិងអំពើពុករលួយ OCCOP បានចេញផ្សាយរបាយការណ៍មួយដែលរកឃើញថាលោកយ៉ាងជៀនបាក់ពួកក្នុងសម្ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញមានអចលនទ្រព្យយ៉ាងហោច17លានដុល្លារនៅក្នុងប្រទេសអង់គ្លេសលោកយ៉ាងជៀនជាមនុស្សម្នាក់ស្និទ្ធនឹងអតីតអ្នកឧបយាខ្មែរដើមកំណើតចិនលោកចាន់ស៊ីដែលត្រូវបានអាជ្ញាធរខ្មែរបញ្ជូនទៅឲ្យរដ្ឋាភិបាលចិនកាលពីដើមខែមករាឆ្នាំ2026អត្ថបទស៊ើបអង្កេតដែលចេញផ្សាយនៅថ្ងៃទី5ខែមិនិនាឆ្នាំ2026ដោយគម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្មនិងអំពើពុករលួយហៅកាត់ OCCOP បានឲ្យដឹងថាលោកយ៉ាងជៀនដែលជាសមាជិកក្នុងសម្ព័ន្ធក្រុមហ៊ុន Prince Group មានទ្រព្យសម្បត្តិជាអចលនវត្ថុប្រមាណ73លានផោនឬស្មើប្រមាណ17លានដុល្លារនៅក្នុងប្រទេសអង់គ្លេសទ្រព្យសម្បត្តិទាំងនោះរួមមានផ្ទះជាប់គ្នាចំនួន12ខ្នងនិងចំណតរថយន្តចំនួន17កន្លែងដែលលោកយ៉ាងជៀនបានទិញក្នុងពេលតែមួយអំឡុងខែវិច្ឆិកាឆ្នាំ2022បើតាម OCCOP លោកយ៉ាងជៀនបានទិញទ្រព្យសម្បត្តិទាំងនោះតាមរយៈក្រុមហ៊ុនអង់គ្លេសមួយដែលលោកបានបង្កើតឡើងដោយប្រើលិខិតឆ្លងដែន Cyprus កាលពីខែធ្នូឆ្នាំ2021OCCOP ឲ្យដឹងទៀតថាអ្នករាយការណ៍របស់ខ្លួនមិនអាចចូលទៅដល់ទីតាំងផ្ទះរបស់លោកយ៉ាងជៀនបានទេព្រោះផ្ទះទាំងនោះត្រូវបានហ៊ុមព័ទ្ធដោយរបងសូមជម្រាបថាលោកយ៉ាងជៀនដែលជាជនជាតិចិនមានសញ្ជាតិ Cyprus កាលពីឆ្នាំ2019ត្រូវបានក្រសួងសេដ្ឋកិច្ចអាមេរិកដាក់ក្នុងបញ្ជីទណ្ឌកម្មថាជាអ្នកមានជាប់ពាក់ព័ន្ធជាមួយក្រុមបណ្ដាញឆបោកនិងជួញដូរមនុស្សតែនៅអង់គ្លេសវិញបុគ្គលរូបនេះមិនបានទទួលទណ្ឌកម្មណាមួយទេគួរជម្រាបជូនថាលោកយ៉ាងជៀនជាប្រធាននិងជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Grand Legend International Asset Management Co Ltd ដែលមានមូលដ្ឋាននៅក្នុងប្រទេសប៉ូឡូក្រុមហ៊ុនមួយនេះមានភាគហ៊ុនជាមួយលោក Gen Z និងសមាជិកក្រុមហ៊ុន Prince Group ម្នាក់ទៀតគឺលោក Chen Siu Or ឬមានឈ្មោះដើមថា Hu Siu Wei បើតាម OCCOP លោក Hu Siu Wei មានទ្រព្យសម្បត្តិមហាសាលក្នុងរង្វង់ប្រមាណ45លានដុល្លារនៅប្រទេសអង់គ្លេសនិងថាបុគ្គលរូបនេះជាដៃគូជំនួញជាមួយលោកយ៉ាងជៀនតាំងពីដើមឆ្នាំ2010និងជាមនុស្សស្និទ្ធស្នាលយូរលង់ជាមួយលោក Gen Zក្រៅពីលោកយ៉ាងជៀននិងហ៊ូសៀវៃ OCCOP ក៏បានរកឃើញអ ுக ្រិតជនដែលជួយលាងលុយកោះខ្វាតឲ្យលោក Gen Z ម្នាក់ទៀតគឺលោកជូចុងប៉ាវលោកជូចុងប៉ាវដែលជាម្ចាស់ក្រុមហ៊ុនកាស៊ីណូជីនប៉ៃនៅក្នុងខេត្តព្រះសីហៈធ្លាប់ត្រូវបាន OCCOP ប្រាប់ថាមានទ្រព្យសម្បត្តិជាអចលនវត្ថុប្រមាណ29កន្លែងនៅក្នុងទីក្រុងឌូបៃប្រទេសអេមីរ៉ាតអារ៉ាប់រួមលើកយកមកនិយាយដោយអ្នកនាំពាក្យតាមเพจសង្គមព្រឹត្តិការណ៍ Social Events